យកព្រមខ្ញុំនឹងបំពេញតាមបំណងប្រាថ្នារបស់អ្នកមុខរបួសខ្លួនឯងមាត់ដែលមានជំងឺខ្លួនឯងតើអ្នកពិតជាគិតថាអ្នកជាដាវអម្តាក់មែនទេយួនប្រញាប់ឡើងនេះមិនមែនជាកន្លែងសម្រាប់អ្នកមកទេទៅចុះទីនោះឲ្យលឿនអ្នកសម្រាប់ខ្លះទៅអ្វីដែលនៅសល់គឺអាស្រ័យលើអ្នកឲ្យវាមកខ្ញុំអ្នកប្រាជ្ញគួរតែមានអារម្មណ៍ខ្មាស់អៀនហើយងាកទៅរកកម្លាំងសូម្បីតែក្នុងគ្រាវឹកវរក៏ដោយក៏ត្រូវតែមានច្បាប់ដែរអ្នកចម្បាំងគួរតែមានដាវគ្មានអ្វីដែលមិនអាចទៅរួចនោះទេធ្វើតាមច្បាប់នោះអ្នកនឹងបំពានច្បាប់ទាំងនោះមនុស្សម្នាក់ដែលមិនធ្លាប់កាន់ដាវសូម្បីតែមួយដាវក្មេងល្ងងឲ្យម្ដេចក៏ហ៊ាននិយាយជាមួយខ្ញុំបែបនេះបង្រៀនបន្តិចទៀតអ្នកនឹងក្លាយជាម្ដាយរបស់ឪពុកម្ដាយអ្នកហើយសូមឲ្យអ្នកជួបជុំជាមួយកូនរបស់អ្នកនៅក្នុងពិភពក្រោមដីយួនចូលមានចិត្តល្អខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកមានសុវត្ថិភាពនិងមានសុខភាពល្អនិងមិនមានគ្រោះមហន្តរាយបន្ថែមទៀតទេប្រញាប់ឡើងចុះទៅទីនោះកុំបារម្ភអីឈប់និយាយទៅអ្នកនឹងស្លាប់ខ្ញុំមិនចាញ់ទេហើយខ្ញុំក៏មិនចាញ់ដែរគាត់គឺជាអ្នកដែលនឹងចាញ់ដោយជៀសមិនរួចការគំរាមកំហែងពីShieldនឹងធ្វើឲ្យប្រជាជនបានរកឃើញថាប្រជាជនមិនត្រូវបានផ្ដល់អំណាចទេអ្នកមិនដឹងសូម្បីតែសៀវភៅណែនាំដាវរបស់ពួកគេមិនបានត្រឡប់វាទេតើពួកគេពិតជាគិតថាអ្នកជាពុកប្រភេទណាមួយនោះទេនំខេក្រដើបការរីកទេពអប្សរពីចិត្តដល់ចិត្តបេះដូង5បើអ្នកអាចឈ្នះបានកុំនិយាយពីChen Chenអីមនុស្សព្រើគឺជាជីវិតរបស់ខ្ញុំហើយខ្ញុំក៏អាចធ្វើវាបានដែរខ្ញុំនឹងឈ្នះប្រឆាំងនឹងអ្នកតើមិនងាយស្រួលទទួលបានទេគ្រាន់តែមើលហើយឃើញតើខៀវនេះហើយមើលនេះជាព្រះករុណាសូមឯកឧត្តមកុំញុះញង់គាត់រឿងអ្នកណាដែលគួរឲ្យគោរពនឹងត្រូវស្លាប់បងប្រុសតូចឲ្យយូរហើយយ៉ាងម៉េចដែរយួនមកក៏កំដាយឯងឲ្យលឿនមកជៀនចុងឃីវខ្ញុំឆ្ងល់ថាហេតុអ្វីបានជាដាវហោះដូច្នេះវាគឺជាអ្នកនៅពីក្រោយរឿងនេះតាំងពីដើមមកហ៊ាននិយាយយ៉ាងក្លាហានហើយធ្វើបាបនរណាម្នាក់យ៉ាងនេះកូនប្រុសខ្ញុំតើគាត់ជានរណាគាត់គឺជាមេដឹកនាំនៃនិកាយដាវគឺជៀនចុងភ្នំកាលពី20ឆ្នាំមុនដាវរបស់និកាយហ៊ូសានសងខៃសងនៅទន្លេមឺដិនពួកគេបានប្រយុទ្ធគ្នាអស់រយៈពេល3ថ្ងៃ3យប់នៅទីបំផុតសាកសពដែលត្រូវបានកាត់ផ្ដាច់របស់បាក់ឈីនៅតែដែលហើយដាវចុងត្រូវបានរុញចេញពីរូងភ្នំការមកដល់របស់ពួកគេនៅថ្ងៃនេះបង្ហាញថាពួកគេនឹងមិនមកដោយងាយស្រួលនោះទេសម្លាប់ពូជៀងអ្នកកំពុងនិយាយមិនសមហេតុផលគាត់គ្មានចំណុចខ្វះខាតអ្វីទាំងអស់អ្នកមិនគិតដល់រឿងនោះទេបើខ្ញុំចង់សម្លាប់តើសម្រាមមួយដុំនេះអាចនៅមានជីវិតដោយរបៀបណារហូតមកដល់ពេលនេះប្រសិនបើអ្នកមិនបានធ្វើវាទេតើវាអាចទៅរួចទេតើបេញយ៉ាបានធ្វើវាទេប្រាប់ខ្ញុំមកតើអ្វីនាំអ្នកមកវិញហ៊ានសួរខ្ញុំថាហេតុអ្វីខ្ញុំត្រឡប់មកវិញជាការពិតណាស់ខ្ញុំចង់យកអ្វីដែលជារបស់ខ្ញុំមកវិញកាត់នៅថ្ងៃទី10វីរបុរសដែលមានវត្តមានក្នុងនាមជាសាក្សីខ្ញុំមកពីសាលាហ៊ូសានអត្តសញ្ញាណរបស់មេដឹកនាំនៃនិកាយដាវបកថៃបានចាប់ផ្ដើមការប្រកួតរស់ឬស្លាប់អ្នកបើខ្ញុំឈ្នះខ្ញុំនឹងងាកក្រោយហើយចាក់ចេញខ្ញុំនឹងមិនបោះជំហានទៅប្រទេសចិនម្ដងទៀតទេសាលាភ្នំប៉ុន្តែប្រសិនបើអ្នកចាញ់សូមលុបចោលភ្លាមនិកាយឈីដែលបែកខ្ចាត់ខ្ចាយនិកាយហ៊ូសានទាំងមូលសុទ្ធតែជាកម្មសិទ្ធិរបស់និកាយដាវហើយគាត់បានធ្វើអត្តឃាតអរគុណអ្នកទាំងអស់គ្នាអ្នកជាបងប្រុសច្បងរបស់ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកចូលយើងទៅប្រឈមមុខនឹងវាជាមុនសិនលោកឪពុកភ្នំហួរជារបស់គ្រួសារជាងរបស់យើងមរតកដែលបន្សល់ទុកពីដូនតាយើងគ្មានកន្លែងសម្រាប់កំហុសទេមែនហើយលោកម្ចាស់គាត់ចូលចិត្តភាពអាហារភាវាត្រូវតែជាកន្លែងនៃពាក្យបណ្ដាំដែលត្រាំដោយឈាមយើងមិនត្រូវចាញ់បោកល្បិចរបស់គាត់ទេដោយមិននឹកស្មានដល់ប្រពៃណីមួយបានបន្សល់ទុករាប់ពាន់ឆ្នាំនិកាយដ៏មានកិត្យានុភាពដែលភ្ជាប់គ្នាដោយជីវិតនិងសេចក្តីស្លាប់ពួកគេមិនព្រមទទួលយកបញ្ហាប្រឈមនេះទេបើពួកគេហ៊ានបន្តទៀតការចេញទៅក្រៅនឹងអញ្ជើញកំហឹងរបស់វីរបុរសនៅទូទាំងទឹកដីសូមផ្ដល់ការណែនាំដល់ខ្ញុំផងសោងការស្លាប់របស់តុលាការអ្នកកំពុងសុំវាហើយឈៀវនៅកូនប្រុសសុខសប្បាយជាទេកូនប្រុស
ស្រស់ស្អាតនិងរលោងដូចសម្លៀកបំពាក់ឡអ្នកភ្ញាក់ហើយចាស់ទុំទាំងឡាយគ្រួសារយ៉ាងបានខ្ជិះខ្ជាយពេលវេលាច្រើនឆ្នាំមកនេះអ្នកពិតជាបានធំឡើងហើយឆ្លៀតឱកាសយកភាពក្រអឺតក្រទុំរបស់អ្នកដទៃដើម្បីធ្វើឲ្យខ្លួនឯងមើលទៅមានប្រកបណាស់ពួកគេថែមទាំងដឹងពីរបៀបអង្រួនក្បាលសម្រាប់ឆ្កែទៀតផងអូហ្គយរ៉ៃលោកតាឲ្យលោកពិតជាគិតថាខ្ញុំបានបោះបង់ចោលនិកាយរបស់ខ្ញុំមែនទេជាមួយក្រុមព្រះអង្គម្ចាស់ទាំង9អង្គរបស់អ្នកដែលបានបោះបង់ចោលនិកាយតើក្រុមព្រះអង្គម្ចាស់ទាំង8នៅតែអាចផ្លាស់ប្ដូរស្ថានភាពបានដែរឬទេឈួតហើយវានៅតែដោយសារតែរឿងនេះមិនទាន់ដុះរំពេញលេញនៅឡើយទេកូនឆ្មាពណ៌ស្ទូចមួយខ្ញុំតែម្នាក់ឯងគ្រប់គ្រាន់ដើម្បីដោះស្រាយជាមួយអ្នកទាំងអស់គ្នាសំឡេងអួតអាងម្លេះដោយមើលឃើញពីបញ្ហានេះក្របកាំភ្លើងប្រភេទនេះមិនអីទេហ៊ូសានឈីកុងតោះបន្តព្រះករុណាជាម្ចាស់ត្រូវបានគេបំពោរួចហើយបន្តបាញ់ចូលចាប់ផ្ដើមចូលយើងចាប់ផ្ដើមពិធីជប់លៀងនេះចូលប្រយ័ត្នមនុស្សអាក្រក់ទាំងពីរនាក់ហេតើអ្នកមកដល់ទីនេះដោយរបៀបណាយើងទាំងពីរតាមបញ្ជារបស់ម្ចាស់ពលាននៃព្រួយ10000បញ្ជារបស់ជាងមីងគឺឲ្យនាំអ្នកមកកាត់ចូលទស្សនាមួយបានមកដល់ហើយនេះជាវាការអញ្ជើញទៅកាន់ Wanjan Pavilion ទាំងមូលមានតែផ្លូវរលូនបែបនេះមួយគត់នៅក្នុងទីក្រុងដុងជើហើយបន្ទាប់ពីចូលទៅក្នុងព្រះបន្លាព្រួយ10000ហើយនៅតែមានឱកាសអានអំពីដាវអម្តាក់លីពីងបទពិសោធន៍ដាំដុះទើបតែពេលនេះនៅលើដាវផ្លូវនេះធំទូលាយនិងគួរឲ្យទាក់ទាញណាស់ចូលសិនចឹងគិតអំពីពិភពលោកចូលមានចិត្តស្មោះត្រង់ក្នុងការយល់ដឹងរបស់អ្នកហើយត្រូវធ្វើជាមនុស្សម្នា